គិតមកទល់នឹងពេលនេះពលគឺជាង7 ខែក្រោយបទឈប់បាញ់នៅសល់ពលរដ្ឋភៀសសឹកប្រមាណជា 20,000 នាក់ទៀតដែលភាគច្រើនជាស្ត្រីនិងកុមារនៅតែមិនទាន់អាចវិលត្រឡប់ទៅផ្ទះសម្បែងវិញបាននៅឡើយដោយសារតែមានការរារាំងពីសំណាក់កងកម្លាំងថៃតាមរយៈការដាក់ទូកុងតឺន័រការរាយបន្លាលួសដើម្បីបិទផ្លូវនិងការបំផ្លិចបំផ្លាញផ្ទះសម្បែងពីសំណាក់កងកម្លាំងយោធាថៃដែលផ្ទុយទាំងស្រុងពីច្បាប់អន្តរជាតិការបន្តកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់និងរារាំងជនភៀសសឹកមិនឲ្យវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញហើយមិនព្រមបើកកិច្ចប្រជុំពិសេសគណៈកម្មការ GBC និងមិនព្រមចាត់ក្រុមការងារចម្រុះចុះវាស់វែងលើដីជាក់ស្ដែងតាមសំណើរបស់កម្ពុជាគឺជាភស្តុតាងបង្ហាញយ៉ាងច្បាស់ពីមហិច្ឆតាឈ្លានពាននឹងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ដែលមិនអាចបដិសេធបានឡើយសូមបញ្ជាក់ជូនថានៅក្នុងអំឡុងពេលដែលកម្ពុជាទទួលរងការរំលោភបំពានលើបូរណភាពទឹកដីនិងដែលបង្កឲ្យមានជនស៊ីវិលជាង 64,000 នាក់រត់ភៀសខ្លួនពីផ្ទះសម្បែងដោយបង្ខំរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីបានដាក់ចេញគោលនយោបាយច្បាស់លាស់និងបន្ទាន់ដើម្បីជួយគាំពារជនភៀសសឹកដោយគិតគូរទាំងសន្តិសុខសុវត្ថិភាពសុខុមាលភាពនិងការស្ដារជីវភាពឡើងវិញរបស់ពួកគេក្រោយមានបទឈប់បាញ់ប្រជាពលរដ្ឋភៀសសឹកត្រូវបានអាជ្ញាធរសម្របសម្រួលឲ្យវិលត្រឡប់ទៅផ្ទះសម្បែងវិញជាបន្តបន្ទាប់ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ក្រសួងស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានដែលជាសេនាធិការរបស់រាជរដ្ឋាភិបាលតាមរយៈការដោះស្រាយបញ្ហាប្រឈមនានាដែលពួកគេជួបប្រទះសម្ដៅជួយសម្រួលនិងរក្សាលំនឹងជីវភាពរបស់ពលរដ្ឋស្លូតត្រង់ទាំងនោះចំណែកឯពលរដ្ឋភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅផ្ទះវិញបាននៅឡើយក៏ត្រូវបានរាជរដ្ឋាភិបាលផ្ដល់ជូនជំរកដែលមានលក្ខណៈសមរម្យដើម្បីស្នាក់នៅបណ្ដោះអាសន្នក្នុងភូមិរងចាំទម្រាំបញ្ហាព្រំដែនត្រូវបានដោះស្រាយរួចរាល់ដែលអនុញ្ញាតឲ្យពួកគេវិលត្រឡប់ទៅកាន់ផ្ទះសម្បែងវិញនៅពេលខាងមុខនេះទន្ទឹមនឹងនោះរាជរដ្ឋាភិបាលបានកំពុងបន្តការងារការទូតយ៉ាងសកម្មដើម្បីជំរុញឲ្យភាគីថៃគោរពកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាជាមួយគ្នាសម្ដៅដោះស្រាយបញ្ហាព្រំដែនឲ្យបានចប់ជាស្ថាពរជាពិសេសការអនុវត្តចំណុចទី3នៃសេចក្តីប្រកាសរួមចុះថ្ងៃទី27ខែធ្នូឆ្នាំ2025ដែលប្រគល់ភារកិច្ចឲ្យគណៈកម្មការ GBC ចុះវាស់វែងនិងខណ្ឌសីមាព្រំដែនឲ្យបានឆាប់បំផុតដោយផ្ដល់អត្ថប្រយោជន៍ខ្ពស់ដល់ទីតាំងដែលរងផលប៉ះពាល់ហើយដែលមានជនស៊ីវិលរស់នៅគោលដៅចម្បងបំផុតនៃចំណុចនេះគឺដើម្បីអនុញ្ញាតឲ្យជនស៊ីវិលត្រឡប់ទៅផ្ទះសម្បែងវិញដោយសុវត្ថិភាពដោយគ្មានការរារាំងនិងដោយសេចក្តីថ្លៃថ្នូរស្របតាមច្បាប់អន្តរជាតិនិងក៏ដើម្បីដោះស្រាយបញ្ហាព្រំដែនដោយធានាបាននូវនិរន្តរភាពនិងសន្តិភាពយូរអង្វែងនៅតាមបណ្ដោយព្រំដែន